សួស្តីបងប្អូនទាំងអស់គ្នាមកថ្ងៃនេះមកជួបនឹងខ្ញុំទៀតហើយបងខានបុកល្ហុងយូរហើយមកមើលខ្ញុំធ្វើទាំងអស់គ្នាថ្ងៃនេះបានគ្រឿងផ្សំមានច្រើនជាងរាល់ថ្ងៃមកបងមកមើលទាំងអស់គ្នាបងថ្ងៃនេះសាច់បុកល្ហុងរបស់ខ្ញុំមានប្រហិតឈីសមានបង្គាហើយមានប៉ាតេស្បៃជ្រូកបងថ្ងៃនេះក៏អត់ភ្លេចដែរទៅឃើញខ្យងស្រែរបស់យើងវាល្អទិញយកមកផ្សំទៀតនេះបងជាបន្លែបុកល្ហុងមានល្ហុងមានម្រះមានការ៉ុតមានប៉េងប៉ោះមានស្រូវគួរបងអូយបងអើយចង់ភ្លេចមកនៅមានមួយមុខទៀតបងថ្ងៃនេះខ្ញុំបុកល្ហុងផ្កាថ្មបងខ្ញុំទិញផ្កាថ្មម្ដុំហើយនឹងមីសួរយើងមកកញ្ចប់តើបងទៅតាមដានមើលខ្ញុំធ្វើទាំងអស់គ្នាតើបុកផ្កាថ្មគេធ្វើបែបម៉េចបងមកឥឡូវយើងចាប់ផ្ដើមបកសបកផ្គាបងអើយផ្គាធំហ្នឹងនេះបងផ្គាខ្ញុំបានបកសបកឆ្អាតហើយឥឡូវខ្ញុំចាប់ផ្ដើមទៅលាងវាតែខ្ញុំដាក់អំបិលច្របាច់វាបន្តិចបងលាងវា4-5ទឹកទៅវាស្អាតបងឥឡូវផ្គាខ្ញុំបានលាងសម្អាតស្អាតហើយបងនេះពេលយើងច្របាច់អំបិលទៅមិនវាខ្មៅឥឡូវលាងទៅឡើងសបងឥឡូវតើយើងចាប់ផ្ដើមត្រាំសូដាទាំងអស់គ្នាវ៉ាវចាក់សូដាចូលត្រាំកន្លះម៉ោងក៏បាន5-10នាទីក៏បានសេតែចិត្តបងបើខ្ញុំដាក់5-10នាទីបងវាឆ្អិនល្មមមកបងឥឡូវយើងដាក់ត្រាំផ្គាជាមួយសូដាចោលទៅយើងមកចិតប្រហិតយើងបងចិត្តក្បាលវា4ជ្រុងមកបងដល់ពេលយើងយកទៅស្រោចទៅវាចេញផ្កាស្អាតប្រហិតខ្ញុំថ្ងៃនេះខ្ញុំស្រោចបងខ្ញុំអត់ជៀនទេដោយសារអីវារៀងខ្លាញ់ពេកបងនេះជាប៉ាតេតិចជ្រូកបងអើយមកនេះតិចជ្រូករបស់គេមានច្រើនណាតោះឥឡូវខ្ញុំយកវាទៅស្ងោរសិនបងឥឡូវមិញខ្ញុំដាក់ដាំទឹកទុកស្រោចប្រហិតយើងហើយនឹងប៉ាតេស្បែកជ្រូករបស់យើងឥឡូវយើងយកពេលមកចិតបន្លែបងឥឡូវខ្ញុំចាប់ដើមចិតសបកល្ហុងមកបងឥឡូវចាប់ដើមឈូល្ហុងជាមួយខ្ញុំទាំងអស់គ្នាអូយល្ហុងបងយកមកបុកវាយកទៅសៃប៉ុណ្ណឹងល្អហើយឆ្ងាញ់ស្រួលរហូតទៀតបងដាក់ការ៉ុតបន្តិចមកឲ្យវាមានពណ៌ស្អាតបងនេះប្រហិតខ្ញុំបានស្រោចឆ្អិនហើយយើងដួសដាក់ចានទាំងអស់គ្នាបងពេលដែលយើងចិត្តទៅបងឃើញឲ្យដូចផ្កាអញ្ចឹងនេះបងនេះអូយល្អមកឥឡូវចាប់ដើមបុកល្ហុងទាំងអស់គ្នាបងនេះម្ទេសនឹងខ្ទឹមម្ទេសខ្ញុំក្លុកវាហើយអញ្ចឹងដោយសារយើងបុកស្រួលបងនេះចាក់សណ្តែកដីចូលចាក់សណ្តែកគួរចូលចាក់ប៉េងប៉ោះចូលចាក់ទឹកអំពិលទុំចូលស្ករក្រហម1វែកទឹកប្រហុក3វែកប៊ីចេងមកសាភាបងថ្ងៃហ្នឹងគ្រូខ្ញុំប្រើមួយផ្លែដោយសារខ្ញុំប្រើទឹកអំពិលទុំអីមកបងខ្ញុំចាប់ដើមដាក់ផ្គាចូលដាក់ប៉ាតេតិចជ្រូកចូលមកបងបុកល្ហុងផ្កាថ្មខ្ញុំហើយបងអើយមានប៉ាតេមានផ្គាមានប្រហិតអីចឹងណាបងគ្រាន់តែបន្លែពី3មុខតើបងទៅភ្លក់ជាមួយខ្ញុំទាំងអស់គ្នាតែចង់ដឹងថារសជាតិបុកល្ហុងផ្កាថ្មរសជាតិបែបណាតោះ